ជាបន្តក្នុងคลิปនេះខ្ញុំបញ្យល់ពីរូបភាពនៅប្រាសាទតាព្រំណាដែលដូនតាលោកផ្ដាំលោកឆ្លាក់ទុកលើថ្មបង្ហាញពីមេដាមហានកដែលលោកឈរលើផ្កាឈូកនេះកំពុងតែព្យាយាមផ្កាឈូកនេះកំពុងតែដុះឡើងព្យាយាមរុញច្រានលោកមកអង្គុយលើបល្ល័ង្កធំវិញតែពេលដែលផ្កាឈូកនេះកំពុងនាំលោកណាគឺពេលដែលយើងបានដឹងរឿងលោកហើយកំពុងនាំលោកឲ្យឡើងពីទីភក់ទីទាបនេះគឺជាភក់គឺជាអបាយភូមិនាំលោកចេញមកនេះយើងមើលកម្លាំងនៃពីវេរារបស់លោកគេបានផ្ចាញ់លោកណាយកលំពេងដំបងទៅបុកបលាំងលោកដើម្បីឲ្យធ្លុះធ្លាយណាមានេះបានយកជើងមកជន់លើបលាំងលោកបន្លិចទៅវិញទាំងសងខាងរួមទាំងមានសត្រូវក្រោយដែលកើតក្រោយទៀតណាយើងមើលនិមិត្តរូបនេះហាក់ដូចជាលំបាកនឹងឡើងណាប៉ុន្តែកម្លាំងរិទ្ធរបស់បុគ្គលដែលមានពៀមិនអាចឈ្នះកម្លាំងកម្មបានឡើយព្រះសម្មាសម្ពុទ្ធព្រះអង្គបានសម្ដែងថាណតិកម្មងពលំនោះកម្លាំងអ្វីស្មើដោយកម្លាំងកម្មគឺมันមានឡើយសំបីតែពេលព្រះអង្គត្រាស់ដឹងមេរាធិរាជបានមកចាញ់ព្រះអង្គដណ្ដើមបល្ល័ង្កពីព្រះអង្គតែទីបំផុតមាបានចុះចាញ់ព្រះអង្គព្រោះអីគុណធម៌របស់ព្រះអង្គបានសន្សំ4អសង្ខ័យ1សែនផែនដីហើយបារមីព្រះអង្គទាំង30ព្រះអង្គបានធ្វើឲ្យបរិបូរណ៍ហើយដូច្នេះការចាញ់គឺมันមានសារៈឡើយប៉ុន្តែរូបភាពនេះយើងបានឃើញពីការចាញ់របស់ពាវេរាទាំងពួងសត្រូវទាំងពួងរបស់លោកគឺគួរឲ្យសង្វេគណាបើយើងមើលរូបភាពនេះយើងមើលទៅគួរឲ្យស្លុតសង្វេគណាតែយើងអត់ដឹងសោះយើងអត់ដឹងបានអាំថ្មសោះដល់យើងមើលរូបភាពនេះហើយយើងស្លុតសង្វេគតែឃើញមេដាមហានគរដែលពេលដែលលោកចាប់ដើមយើងចេញពីទីទុកមកពីអបាយភូមិគឺពួកហ្នឹងយើងមើលកម្លាំងពាវេរាខ្លាំងណាស់ដូច្នេះតម្រាំតែលោកអាចរួចផុតមក12ឆ្នាំជាងដែលខ្ញុំបានបកស្រាយនៅក្នុងអត្ថកម្បាំងទាំង4ភាគហ្នឹងណាតម្រាំបានមកអង្គុយលើបល្ល័ង្កធំនេះវិញដូច្នេះលំបាកណាស់លោកអង្វរគេយ៉ាងណាលើកដៃសំពះអង្វរគេយ៉ាងណាក៏គេមិនព្រមដែរតែធ្វើម៉េចនេះវាជាហេតុវាជាផលជាបច្ច័យណាដែលយើងត្រូវតែទទួលព្រោះយើងធ្លាប់បានសាងបាបកម្មនេះពីអតីតទុកមកហើយឥឡូវយើងមកមើលផ្ដែនៅប្រាសាទបន្ទាយស្រីវិញផ្ដែរូបភាពមួយនេះណានៅក្នុងក្បាំងនេះបង្ហាញពីគ្រុឌនេះយើងបានស្គាល់ហើយដែលខ្ញុំបញ្យល់ហើយដែលប្រទេសបានយកនិមិត្តរូបគ្រុឌនេះក្រំខំប្រឹងទាញណាទាញខ្លួននាគនេះជាក្បាលនាគណាទាញខ្លួននាគនេះដើម្បីទប់មិនឲ្យនាគហ្នឹងបង្កើតបានជាតោនេះបានណាតោគឺរាជសីហ្នឹងបង្កើតបានជាតោរាជសីសង្ខារនេះបានតែទីបំផុតมันអាចខាត់ខាំងបានទេពេលវេលាគឺត្រូវតែកើតទីក្រុងតោណាក្រុងតោនេះហើយទីក្រុងនេះហើយតោនេះហើយរាជសីនេះហើយជាអ្នកស្រែកប្រាប់ជាអ្នកប្រកាសប្រាប់ពីរឿងស្ត្រីនេះដែលអតីតជាមេដាមហានគរនោះលោកត្រូវតែរួចពីទោសត្រូវតែអង្គុយមកលើនេះមាតុភូមិរបស់លោកវិញគឺបល្ល័ង្កធំនេះដែលនគរនេះក្រោយពីលោកជាប់ទោសទៅគេបានហែកនគរលោកជា3ណាខាងកើតខាងលិចកណ្ដាលគឺជាផ្ទោះខ្លួនលោកពីមុនលោកនៅក្នុងអបាយភូមិលោកបានឡើងមកអង្គុយលើបល្ល័ង្កធំនេះវិញហើយដែលមានតម្រៃសងខាងគឺបានបួងនៅត្រាផែនដីមកបកគលឲ្យលោកវិញណាព្រោះបានដឹងខ្លួនថាដាច់ខាតត្រូវតែបកគលណារឿងរ៉ាវទាំងអស់គឺបេះដូងតម្រៃហ្នឹងមកឲ្យលោកវិញព្រោះលោកជាម្ចាស់នៃនគរយសោធបុរៈឬជាម្ចាស់នៃនគរអច្ឆរានេះគឺមាតុភូមិនេះគឺជាលោកទោះបីជាអ្នកដឹងក្តីមិនដឹងក្តីគឺការពិតនៅតែជាការពិតប៉ុន្តែយើងមើលនៅក្នុងរូបក្បាំងនេះពាក់លើក្បាលអច្ឆរាហើយនៅក្នុងក្បាំងនេះគឺមុខនេះរឿងមុខអច្ឆរាជារឿងពិតរបស់យើងតែហេតុអីបានជាយើងមើលមិនឃើញរឿងហ្នឹងហើយជារឿងរបស់យើងព្រោះអីព្រោះយើងមិនបានដឹងដោយសារដាច់ប្រវត្តិដានមើលហាក់ដូចជាចម្លាក់ក្បាច់ធម្មតាតែពោពេញទៅដោយការឈឺចាប់ចងពាវេរានៅក្នុងចម្លាក់ក្បាច់ដ៏អាថ៌កំបាំងនេះជាប្រស្នាដូនតាទុកនៅក្នុងប្រាសាទបន្ទាយស្រីឬក៏បន្ទាយកាច់បាយសីគឺបីសាច់ដូច្នេះសូមកូនខ្មែរទាំងអស់នាំគ្នាមើលបណ្ដាំដូនតានៅលើថ្មដែលដូនតាបានបញ្យល់ថាថ្មមិនចេះក្រហកទេមិនចេះលាក់បាំងយើងទេឲ្យតែយើងចេះមើលភាសានេះហើយយើងមើលនេះជាតួក្បាលនេះដែលផុសចេញមកក្រោមនេះគឺមិនអាចចេញពីក្បាលបានព្រោះហេតុអីព្រោះរឿងបានលាក់បាំងទៅហើយចុងក្រោយតលតែផុសតោនេះជានិមិត្តរូបខ្ញុំនឹងបញ្យល់នៅក្បាំងខាងក្រោយជាបន្តសូមអរគុណ